សួស្តីថ្ងៃនេះខ្ញុំមានការងារមួយដែលអតិថិជននៅខេត្តគាត់តាក់ទងមកឲ្យជួយរៀបចំប្រភេទកាមេរ៉ាបែបណាដើម្បីឃ្លាំមើលថែរក្សាទ្រព្យសម្បត្តិមានតម្លៃរបស់គាត់អញ្ចឹងទ្រព្យសម្បត្តិដ៏មានតម្លៃរបស់គាត់ក្នុងរដូវកាលនេះគឺផ្លែទុរេនអញ្ចឹងនៅក្នុងចំការទុរេនរបស់គាត់ចង់ថែរក្សាផ្លែទុរេនដែលគាត់ខំដាំដល់ពេលប្រមូលផលកុំឲ្យមានការបាត់បង់អញ្ចឹងយើងណែនាំប្រភេទកាមេរ៉ាដែលដាក់នៅទីតាំងដាច់ស្រយាលអត់មានអ៊ីនធឺណិតអត់មានភ្លើងគឺជាប្រភេទកាមេរ៉ា Solar AOV ជំនាន់ចុងក្រោយរបស់ brand Hikvision ចឹងតោះយើងមកមើលកាមេរ៉ាទាំងអស់គ្នាអញ្ចឹងខ្ញុំណែនាំកាមេរ៉ា model ចុងក្រោយរបស់ brand Hikvision ដែលជាប្រភេទកាមេរ៉ា Solar បំពាក់នៅ technology Always On Video ដែលយើងហៅថា AOV ចឹងកាមេរ៉ាប្រភេទនេះមាន lens ដល់ទៅ2 lens ខាងលើរបស់វានេះជាប្រភេទ fixed lens ដែលដាក់ចាប់ប្លង់ទូលាយមើលបានច្បាស់បានឆ្ងាយបានធំហើយប្លង់មួយទៀតគឺជាប្រភេទ PP lens ដែលអាចវេឆ្វេងស្ដាំលើក្រោមតាមយើងកំណត់បានយើងអាចកំណត់នៅលើ app ទូរស័ព្ទដៃរបស់យើងឲ្យវារេឆ្វេងស្ដាំឡើងលើចុងក្រោមបានឬក៏មុខងារមួយទៀតជាមុខងារ human detection ដែលវាអាចរេតាមសកម្មភាពនៅពេលដែលមានមនុស្សដើរគឺវារេទៅតាមហើយ technology របស់វា smart មែនទែនថាវាបំពាក់ AI ជំនាន់ចុងក្រោយតែវារេទៅបាន smooth មែនទែនហើយវាបំពាក់មកជាមួយនឹងថ្មដែលមានទំហំដល់ទៅ900 មីលីអាំពែម៉ោងទុកថ្មបានពាក់ពេលយូរអញ្ចឹងបើសិនជាទីតាំងយើងមានភ្លៀងជាប់គ្នាមួយថ្ងៃពីរថ្ងៃក៏វានៅតែទុកថ្មបានដែរពន្លឺអត់គ្រប់គ្រាន់ក៏វាទុកថ្មបានតែពេលយូរដែរហើយទាំង solar របស់វាគឺបំពាក់ទៅដោយ technology ថ្មីដែលជាប្រភេទ solar ដែលអាចស្រូបពន្លឺបានល្អអញ្ចឹងផ្ទាំងរបស់វានេះគឺចាប់ពន្លឺបានល្អមែនទែនហើយវាជាប់ជាមួយនឹងជើងបែបនេះអូខេអញ្ចឹងប្រភេទកាមេរ៉ានេះគឺយើងប្រើជាមួយនឹង SIM អញ្ចឹងនៅតំបន់ដែលយើងត្រូវដាក់ហ្នឹងមាន SIM ប្រព័ន្ធណាដែលសេវាល្អគឺយើងអាចដាក់ SIM ប្រព័ន្ធនោះបានហើយវាមាន slot ដាក់ memory ដែល support ទៅដល់ 512G អញ្ចឹងជាក់ស្ដែងអតិថិជនគាត់យកសម្រាប់ record បានចន្លោះពេលពីកន្លះខែទៅមួយខែអញ្ចឹងណែនាំ memory ដែលមានទំហំ 64G ជូនគាត់អញ្ចឹងយើងបាន set up SIM set up memory ឲ្យគាត់ហើយយើងនឹងរៀបចំដាក់ប្រអប់ផ្ញើជូនគាត់នៅខែគាត់អាចយកទៅភ្ជាប់ចូលទូរស័ព្ទដៃបាទអញ្ចឹងរបៀបភ្ជាប់ទូរស័ព្ទដៃខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូ